ជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើលំហាត់ដែលលោកគ្រូដាក់ឲ្យពី marketing ទី1យើងបង្កើត break ចូលទៅកាន់ break ហើយយើងចុច new រួចហើយកន្លែង name នេះយើងដាក់ទី1 IT department បន្ទាប់មកមួយទៀតយើងដាក់ឈ្មោះ accounting ហើយបន្ទាប់មកយើងចូលទៅក្នុងមួយទៀតគឺ port ទៅដាក់ break ចូលកន្លែង port រួចហើយចូល new បន្ទាប់មកយើងជ្រើសរកកន្លែង interface យើងដាក់ Ethernet 2ហើយមួយទៀតយើងដាក់ Ethernet 3ដាក់ជាមួយ IP department រួចហើយយើងបង្កើតមួយទៀតយក Ethernet 4ដាក់ជាមួយ accounting ហើយនឹងមួយទៀត5យើងដាក់ជាមួយ accounting ដូចទី4ដែរបាទដល់ពេលយើងបង្កើតនេះហើយយើងទៅដាក់ IP address ម្ដងនៅលើ break mode យើងចូលមកកាន់ IP ពេលហើយយើងមើលកន្លែង address ជ្រើសរក new ហើយយើងដាក់ address 192.168.133.1 ហើយនឹង /24 ហើយយើងដាក់ក្នុង IT department បន្ទាប់មកយើងចុច new យើងដាក់ IP ក្នុង accounting ម្ដង 193.178.1/24 យើងដាក់ក្នុង accounting ហើយបន្ទាប់មកយើងបង្កើត DHCP យើងចូលកាន់ IP មកយើងមើល DHCP server ហើយចុច DHCP setup ហើយយើងជ្រើសរើសយក IP department ហើយដល់កន្លែងនេះយើងដូរដាក់50ហើយកន្លែងនេះយើងដាក់ហើយកន្លែងនេះយើងដាក់ម៉ោងក៏ដាក់3ម៉ោងហើយនឹងប៉ុណ្ណេះហើយយើងដាក់មួយទៀតនៅក្នុង accounting ម្ដងហើយយើងដូរកន្លែងនេះដាក់ដោយដែលលោកគ្រូឲ្យដាក់100កន្លែងនេះយើងដាក់8ដូចគ្នាបន្ទាប់មកយើងដូរដាក់3ម៉ោងដូច apartment ដែរហើយបន្ទាប់មកយើងចូល IP ដាក់ DNS កន្លែង server នេះយើងដាក់88ហើយយើងចូលមកកាន់ firewall ហើយចូលកន្លែង NAT ហើយជ្រើសរើសយកពាក្យ new ដើម្បីដាក់ Ethernet 1រួចហើយយើងចូល action ដើម្បីជ្រើសរើសយកបន្ទាប់មកយើងចូល test ក្នុង control panel
ហើយយើងចូលតែក្នុង CMD ទៅ config IP អូកន្លែងនេះដូរ port ដោយសារវាចេញហើយយើងមកចូលbreak ហើយកន្លែងនេះយើងចូល CMD ម្ដងទៀតដើម្បី config IP សារដើមដោយសារមាញ់ដូរ port ហើយបានកន្លែង IP for address នេះបានប៉ុណ្ណេះគ្រូបាទសូមអរគុណគ្រូ